ជុំបិណ្ឌមិនថ្ងៃនេះហានិយាយពីថាញ៉ាំសាច់ញ៉ាំម្ហូបឡើងតលវ៉ាន់ហ្មងនេះហេខ្ញុំនៅធ្វើមុខម្ហូបកាត់តលវ៉ាន់ហើយរសជាតិវិញហោញាក់សាច់ហ្មងឆ្ងាញ់ហិលហោះហិលហាវហ្មងដែលចូលចិត្តញ៉ាំម្ទេសហាដឹងតែត្រូវចិត្តហើយថ្ងៃនេះនៅសល់ចំហាយយកតែក្លែមទៀតណាក៏បានដែរគឺផ្សំក៏ងាយស្រួលរកហើយរបៀបធ្វើក៏លឿនតែបាត់តែម្ដុំពេញប៉ោះខ្ទឹមបារាំងហើយនឹងជីស្លឹកវែងចិត្តចំណិតដូចខ្ញុំចឹងមកហើយម្ទេសហើយនឹងខ្ទឹមមកយើងបុកវាឲ្យម៉ត់មកល្មមហើយយើងចាក់ខ្ទឹមសហើយម្ទេសចូលចានយើងដាក់គ្រឿងទេសចូលគ្រឿងទេសយើងមានដូចជាស្ករប៊ីចេងម្សៅស៊ុបហើយនឹងទឹកត្រីបាច់ព្រួយឆ្មាមកដាក់ជូរបងប្អូនមកវាឆ្ងាញ់យើងច្បល់ចុះច្បល់ឡើងឲ្យវាចូលជាតិចូលគ្រឿងគ្នាល្អហើយយើងចាប់ដើមចាក់បន្លែចូលឡើងមានអីច្រើនបងប្អូនខ្ញុំប្រើតែប៉ុណ្្នឹងឯងហើយយើងចាក់ប៉ាតេយើងចូលមកប៉ាតេចាត់ចំណិតតូចមកល្មមញ៉ាំដូចខ្ញុំចឹងហើយយើងបន្តច្បល់ទៀតច្បល់ឲ្យប៉ាតេហើយបន្លែយើងឲ្យវាចូលជាតិចូលគ្រឿងគ្នាល្អហើយយើងដាក់ជីស្លឹកវែងហើយនឹងសណ្តែកដីចូលយើងច្បល់វាបន្តិចទៀតមកជាការស្រេចចាលោកមើលទៅស្ទើជូរស្ទើប្រៃស្ទើហិលអីយើងថែមថយតាមនឹងទៀតទៅសម្រាប់ខ្ញុំគឺល្មមម៉ាយយើងដាក់ចូលចានមកសម្រាប់ខ្ញុំប៉ាតេនេះគឺងាយស្រួលធ្វើមែនទេបងប្អូនអើយសំខាន់ណារសជាតិវាគឺឆ្ងាញ់ហ្មងណាហិលប្រៃផ្អែមអីគឺមានមកចប់បងប្អូនមានមីយើងថែមមីស្រស់ថែមទៀតមកក៏បានដែរក៏ឆ្ងាញ់មួយយ៉ាងដែរយើងញ៉ាំលេញ៉ាំអីនិយាយពីថាអូយហិលឆ្ងាញ់ហ្មងហើយខ្ញុំប៉ាតេអញ្ចឹងបើបងប្អូនដាក់ម្ទេសច្រើនណាគឺអត់ឆ្ងាញ់ទេអត់ហិលគឺចប់ហើយវីដេអូខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងឯងកុំភ្លេចជួយ like ជួយ share វីដេអូបងផងអរគុណ